ស្រមៃថាណាំកំពុងញ៉ាំអាហារពេលល្ងាចនៅភោជនីយដ្ឋានជាមួយមិត្តភក្តិរំពេចនោះគាត់ឃើញមានផ្សែងហុយចេញពីផ្ទះបាយក្នុងស្ថានភាពដ៏ប្រថុយប្រថាននេះចិត្តរបស់ណាំត្រង់យកព័ត៌មាននិងធ្វើឲ្យគាត់គិតពីព័ត៌មានដែលពិតជាមានប្រយោជន៍ដើម្បីគេចពីគ្រោះថ្នាក់ដូច្នេះហើយគាត់ប្រញាប់ស្វែងរកច្រកចេញបន្ទាន់ហើយប្រាប់មិត្តភក្តិរបស់គាត់ដូច្នេះហើយពួកគេទាំងអស់គ្នារកច្រកចេញមកជាមួយគ្នាក្នុងករណីនេះលោកណាំយល់ឃើញថាវាមានប្រយោជន៍ណាស់ក្នុងការដំណើរការរកច្រកចេញពីស្ថានភាពយ៉ាងរហ័សដើម្បីបញ្ជៀសគ្រោះថ្នាក់ប៉ុន្តែតើនឹងមានអ្វីកើតឡើងប្រសិនបើមិនមានគ្រោះថ្នាក់ពិតប្រាកដនាពេលយប់ជ្រៅមួយស្រមៃថាលីងកំពុងដើរតាមផ្លូវខណៈពេលនៅឆ្ងាយនាងឃើញស្រមោលមួយកំពុងរំកិលនាងចាប់ផ្ដើមភ័យខ្លាចភ្លាមថាស្រមោលនេះអាចជាមនុស្សម្នាក់ដែលអាចធ្វើបាបនាងដោយរងចាំនាងនៅក្បែរជ្រុងផ្លូវហើយអ្វីដែលកាន់តែភ័យខ្លាចនោះគឺស្រមោលកាន់តែជិតភ្លាមនោះនាងត្រឡប់ក្រោយហើយរត់ចេញទាំងភ័យស្លន់ស្លោដោយគ្មានពេលដឹងខ្លួនតាមពិតវាជាស្រមោលនៃអាគារ